បាទជំរាបសួរសួស្តីបងប្អូនអ្នកគ្នាបាទនេះជាទស្សនវិជ្ជាដែលបងប្អូនប្រជាពលរដ្ឋគាត់ធ្វើដំណើរទៅលេងស្រុកកំណើតបាទដែលវីដេអូខ្ញុំថតកាលពីម្សិលមិញតែដោយសារម្សិលមិញជាប់កម្មវិធីបងប្អូនទៅក៏អត់បានធ្វើឥឡូវទៅបានធ្វើនេះយើងជិះតាមផ្លូវស្ពាននៅក្បាលខ្នល់បាទស្ពានមរតកតេជោនៅចិត្តក្រសួងធនធានទឹកហ្នឹងបាទគឺមានបងប្អូនប្រជាពលរដ្ឋបាទអ្នកខ្លះគាត់ទៅស្រុកក៏អស់ខ្លះហើយអ្នកខ្លះក៏នៅទៅធ្វើដំណើរទៅបដាបាទដោយសារតែបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះជាបុណ្យខ្មែរធំមួយបាទដែលជាពិធីដែលខ្មែរគ្រប់រូបតែងតែនាំគ្នាទៅលេងស្រុកកំណើតជួបជុំបងប្អូនឪពុកម្ដាយបាទអបអរសាទរឆ្នាំថ្មីបាទដល់ស្របពេលឆ្នាំនេះគឺជាឆ្នាំម្សាញ់ហើយឥឡូវនេះគឺបងប្អូនប្រជាពលរដ្ឋអ្នកខ្លះក៏គាត់នៅភ្នំពេញអ្នកខ្លះក៏គាត់ទៅតាមបណ្ដាខេត្តបាទអ្នកខ្លះក៏មានម៉ូតូមានឡានតាមជាក់ស្ដែងអញ្ចឹងទៅបាទគឺការធ្វើដំណើរតាមផ្លូវតាមនេះគឺឆ្ងាយបាទភាគច្រើនបងប្អូនប្រជាពលរដ្ឋយើងអ្នកធ្វើការនៅភ្នំពេញអញ្ចឹងទៅក៏ដល់រដូវបុណ្យទានក៏ទៅតាមខេត្តបាទចុះខេត្តតាមខេត្តនីមួយស្រុកកំណើតរៀងខ្លួនហ្នឹងបាទអញ្ចឹងគាត់យ៉ាងណាក៏គឺយើងធ្វើដំណើរតាមផ្លូវក៏យើងប្រុងប្រយ័ត្នទាំងអស់គ្នាបាទយើងការជិះខែនេះគឺយើងមិនសូវមានសណ្ដាប់ធ្នាប់ល្អទេអញ្ចឹងបងប្អូនទាំងអស់គ្នាគួរតែមេត្តាប្រុងប្រយ័ត្នចំពោះសុវត្ថិភាពក្នុងការបើកបរហើយកុំបើកលឿនពេកមកល្មមកុំវាយជែងបាទអញ្ចឹងយើងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីទៅដល់ស្រុកកំណើតទៅវាប្រកបដោយសុវត្ថិភាពព្រោះយើងទាំងអស់គ្នាសុទ្ធតែចង់ទៅលេងស្រុកកំណើតចង់ទៅជួបជុំបងប្អូនឪពុកម្ដាយដូចគ្នាទេបាទអញ្ចឹងការធ្វើដំណើរតាមដងផ្លូវនេះសូមមេត្តាប្រុងប្រយ័ត្ននិងចេះយោគយល់អធ្យាស្រ័យគ្នាបាទអញ្ចឹងជូនពរបងប្អូនឱកាសឆ្នាំថ្មីនេះជូនពរសុខសប្បាយទាំងអស់គ្នា